របៀបស្នើដកប្រាក់ដែលប្រមូលបានចូលទៅកាន់បេតុងចុះឈ្មោះនិងជ្រើសរើសយកពាក្យ Cambodia រួចចុចពាក្យបន្ទាប់ទៀតសូមបំពេញលេខទូរស័ព្ទដែលប្រើប្រាស់ app បំពេញ password និងបញ្ជាក់ password ម្ដងទៀតរួចចូលទៅកាន់ profile ខាងលើនិងជ្រើសរើសពាក្យកែប្រែព័ត៌មានធនាគាររួចបំពេញឈ្មោះគណនីជាលេខទូរស័ព្ទដែលបានបង្កើត app រួចបំពេញពាក្យសម្ងាត់ដែលបានប្រើនៅពេលដែលបង្កើត app រួចចូលទៅកាន់បេតុង confirm ជ្រើសរើសធនាគារឈ្មោះគណនីនិងលេខគណនីបន្ទាប់ upload QR ធនាគារជ្រើសយក QR ដែលត្រូវបំពេញពេលដែលបំពេញរួចចុចពាក្យ save នៅពេលដែលបំពេញព័ត៌មានហើយសូមចុចបេតុងត្រឡប់ក្រោយនិងជ្រើសរើសបេតុងទូទាត់ប្រាក់ដែលប្រមូលបានសូមចុចយកពាក្យ select all រួចចុចបេតុងខាងក្រោមជាការស្រេច